សូមជូនរឿងអប្សរាតូចបាត់បង់ស្នាមញញឹមកាលពីព្រេងនាយនៅលើជញ្ជាំងប្រាសាទបុរាណមួយមានរូបចម្លាក់អប្សរាតូចមួយឈ្មោះថាទេវីក្នុងចំណោមអប្សរាដែលកំពុងញញឹមទាំងអស់ទេវីមានទឹកមុខសោកសៅព្រោះនាងបានធ្វើឲ្យផ្កាឈូកថ្មរបស់នាងធ្លាក់ចុះហើយមិនអាចរើសវាបានថ្ងៃមួយស្វាដ៏រពើមួយក្បាលបានមកដល់គេបានកត់សម្គាល់ឃើញទឹកមុខសោកសៅរបស់ទេវីហើយចង់ដឹងថាតើមានរឿងអ្វីកើតឡើងស្វាបានព្យាយាមធ្វើឲ្យទេវីសប្បាយចិត្តគេបានលេងសៀកបោះផ្លែស្វាយចុះឡើងយ៉ាងស្ទាត់ជំនាញប៉ុន្តែទេវីនៅតែមិនញញឹមបន្ទាប់មកស្វាក៏បានឃើញផ្កាឈូកថ្មនៅនឹងដីគេដឹងភ្លាមថានេះហើយជាមូលហេតុដែលធ្វើឲ្យទេវីសោកសៅស្វាបានហៅដំរីមកជួយដំរីបានប្រើប្រមយដ៏ធំរបស់គេដើម្បីរើសផ្កាប៉ុន្តែប្រមយនោះធំពេកសម្រាប់ផ្កាដ៏ទូចភ្លាមនោះតុកកែតូចមួយក្បាលបានចិនមកគេមានគំនិតដ៏ល្អមួយតុកកែបានយកវល្លិមកចងជាប់នឹងផ្កាហើយស្វាក៏ចាប់ផ្ដើមទាញវល្លិនោះឡើងលើដោយមានជំនួយពីមិត្តផ្លាកថ្មីផ្កាឈូកថ្មត្រូវបានទាញឡើងទៅលើបន្តិចម្ដងទីបំផុតទេវីបានកាន់ផ្កាឈូករបស់នាងម្ដងទៀតស្នាមញញឹមដ៏ស្រស់ស្អាតបានលេចឡើងនៅលើមុខថ្មរបស់នាងនៅពេលព្រះច័ន្ទរះពេញវង្សភាពអស្ចារ្យបានកើតឡើងទេវីបានមានជីវិតឡើងវិញហើយរាំលេងយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិសត្វរបស់នាងពួកគេបានបង្ហាញថាមិត្តភាពអាចជឿជល់អ្វីៗគ្រប់យ៉ាងបាន